ម៉ូតូស៊ុំមឺនេះគឺមានបញ្ហាគឺអត់មានភ្លើងបងប្អូនអរគ្នាបាទយើងបើកសោហើយគឺមានភ្លើងតាផ្លូវចេញមកទេហើយបញ្ហាគឺម៉ូតូបំសាំងប៊ិចសាំងគឺអត់មានដំណើរការទាំងអស់អញ្ចឹងយើងចាប់ផ្ដើមបោះឲ្យចេញដើម្បីយើងវាស់មើលខ្សែភ្លើងតើមកពីបញ្ហាអ្វីបាទវាអត់មានភ្លើងបាទតើម៉ូប៊ីនCBC ម៉ូតូបំសាំងប៊ិចសាំងអត់ដំណើរការឥឡូវចាប់ផ្ដើមបោះចេញមកដើម្បីយើងយកអូម៉ែត្រវាស់មើលខ្សែភ្លើងបាទហើយមុននឹងវាស់គឺយើងត្រូវដឹងចលនាប្រព័ន្ធភ្លើងម៉ូតូស៊ុំមឺបាទយើងចេញពីខាងណាចូលទៅខាងណីបាទមុនដំបូងគឺយើងវាស់សោសិនបាទគឺខ្សែភ្លើងអាគុយចេញពីពណ៌ V10 បាទចូលទៅខ្សែសោបាទបើខ្សែសោ3 4សរសៃហ្នឹងគឺមានភ្លើងហើយបាទយើងចាប់ផ្ដើមវាស់មើលកន្លែងរលាជើង4បាទហើយនិយាយថាតើរលាចែកភ្លើងបងប្អូនអរគ្នាបាទហើយទាំង V10 នេះក៏មានជើងភ្ជាប់ពីរលាមួយចំហៀងទៀតភ្ជាប់ឲ្យសរសៃស្ទះដែកមួយចំហៀងទៀតផងដែរបាទហើយខ្សែភ្លើងនីមួយៗក៏មានពណ៌ឲ្យយើងចំណាំផងដែរបាទហើយពណ៌ណាដែលត្រូវឡើងទៅលើតាភ្លើងតាផ្លូវតើបំសាំងបាទនេះបងប្អូនអរគ្នាបាទនេះខ្សែក្រហមធំហ្នឹងគឺខ្សែភ្លើងអាគុយបាទគឺចូលទៅត្រាំជើងរលាបាទចាំជើងរលាទាំងពីរបងប្អូនអរគ្នាបាទហើយចាប់ផ្ដើមវាស់មើលមួយផ្សៃមកតើវាមកពីបញ្ហាអ្វីបាទជាអត់មានភ្លើងចូលទៅមើលតើបំសាំងប៊ិចសាំងបាទហើយនឹងយើងចាប់ផ្ដើមវាស់មើលហើយបាទហើយម៉ូតូនេះផងដែរគឺយើងវាស់រួចរាល់ហើយបងប្អូនអរគ្នាបាទគឺបញ្ហាគឺមកពីម៉ាញ់តូបងប្អូនអរគ្នាដោយសារម៉ាញ់តូគឺអត់មានបញ្ជាម៉ាស់ចូលទៅ